ការតែងមេឃស្វាយចន្ទីឲ្យបានទទួលទិន្នផលខ្ពស់ជំរាបសួរពុកម៉ែបងប្អូនកសិករនិងប្រិយមិត្តអ្នកទស្សនាថ្ងៃនេះយើងនឹងមកស្វែងយល់ទាំងអស់គ្នាអំពីបច្ចេកទេសដ៏សំខាន់ក្នុងការដាំដុះស្វាយចន្ទីគឺការតែងមេឃមុននឹងចូលដល់ការតែងមេឃយើងត្រូវដឹងថាហេតុអ្វីយើងចាំបាច់ត្រូវតែងមេឃបាទជាការពិតណាស់ការតែងមេឃគឺដូចជាការរៀបចំផ្ទះឲ្យដើមឈើអញ្ចឹងដែរមូលហេតុទី1ដែលយើងត្រូវធ្វើការតែងមេឃទី1បង្កើនការចេញផ្កានិងផ្លែពន្លឺគ្រប់គ្រាន់ជួយឲ្យជំរុញការចេញពន្លកផ្កាបានល្អនៅពេលដែលដើមរញ៉េរញ៉ៃផ្កានិងផ្លែនៅខាងក្នុងនឹងមិនអាចទទួលពន្លឺគ្រប់គ្រាន់នោះទេមូលហេតុទី2កាត់បន្ថយជំងឺសត្វល្អិតនៅពេលដែលមេឃត្រួតលើគ្នាខ្យល់ចេញចូលបានល្អធ្វើឲ្យមានសំណើមខ្ពស់ដែលធ្វើឲ្យលក្ខខណ្ឌអំណោយផលដល់ការកើតជំងឺនិងសត្វល្អិតផងដែរការតែងមេឃជួយឲ្យមានខ្យល់ចេញចូលបានល្អកាត់បន្ថយបញ្ហាផ្សេងៗជាពិសេសនៅក្នុងករណីមានសំណើមខ្ពស់ឬក៏អាកាសធាតុមិនល្អមូលហេតុទី3គ្រប់គ្រងទំហំនិងរូបរាងដើមរបស់វាធ្វើឲ្យងាយស្រួលក្នុងការថែទាំដូចជាការបាញ់ថ្នាំការដាក់ជីនិងការរៀបចំដីសម្អាតដីផ្សេងៗផងដែរដូចជាការបាញ់ស្មៅភ្ជួរដីដើម្បីឲ្យស្ងួតនិងស្រស់ទឹកដើម្បីឲ្យប្រព័ន្ធរបស់វាចេញថ្មីបានល្អមូលហេតុទី4នោះគឺដើម្បីសម្អាតមែកចាស់មែកងាប់ដែលមានជំងឺមែកទាំងអស់នេះមិនផ្ដល់ទិន្នផលឲ្យយើងទេហើយវាថែមទាំងទាញយកជីពីដើមនិងអាចជាប្រភពចម្លងជំងឺផ្សេងទៀតផងដែរបាទដូច្នេះតើពេលណាដែលសមស្របដើម្បីតែងមេឃបាទចំពោះពេលវេលាតែងមេឃដែលសមស្របបំផុតនោះគឺយើងបែងចែកជា2ក្នុងនោះគឺការតែងមេឃធំនិងការកាត់រំលោះដើមនិងតែងមេឃតូចបាទចំពោះពេលវេលាតែងមេឃធំគឺក្រោយពេលដែលយើងប្រមូលផលរួចមានន័យថាក្នុងអំឡុងខែ5ឬក៏ខែឧសភារហូតដល់ខែសីហាឬក៏ខែ8ដែលពេលនេះដើមរបស់វាបានឈប់ផ្ដល់ផលឲ្យយើងហើយងាយស្រួលក្នុងការធ្វើការនិងឲ្យដើមរបស់វាមានពេលវេលាស្ដារខ្លួនឡើងវិញមុនរដូវចេញផ្កាជាថ្មីបាទហើយចំពោះទី2គឺការតែងមេឃតូចឬក៏បាទចំពោះការតែងមេឃដូចបានរៀបរាប់ពីខាងដើមមកអញ្ចឹងថាយើងគួរតែតែងមេឃប្រភេទណាខ្លះដែលក្នុងនោះមានដូចជាមេឃស្ងួតឬក៏មេឃងាប់បាទហើយនឹងមេឃដែលដុះត្រួតគ្នាខ្លាំងអាហ្នឹងក៏យើងត្រូវតែកាត់វាចេញដែរបាទដោយដែលដើមបង្ហាញនេះវាមានមេឃដុះទៀបដីមេឃត្រួតគ្នាមានមេឃងាប់ខ្លះខ្លះទៀតក៏ខ្សោយអាហ្នឹងយើងត្រូវកាត់វាចេញបាទហើយចំពោះការកាត់នោះដែរគឺយើងកាត់ប្រវែង50សង់ទីម៉ែត្រចេញពីមេឃធំបាទបើយើងកាត់ឆ្ងាយពេកវាធ្វើឲ្យមេឃហ្នឹងស្អុយមេឃហ្នឹងងាប់ហើយរបួសដែលយើងកាត់ហ្នឹងគឺវាអត់ងាយជាទេចំពោះការកាត់មេឃនេះដែរគឺយើងត្រូវកាត់ពីក្រោមមេឃមកមុនកាត់វាបន្តិចទៅដើម្បីវាឲ្យដាច់សាច់ខាងក្រោមហើយបន្តមកទៀតបានយើងកាត់ផ្នែកខាងលើយើងធ្វើរបៀបនេះដើម្បីកុំឲ្យមេឃដែលយើងកាត់ហ្នឹងវាដាច់រហែកវារយៈសាច់ធំអញ្ចឹងណាក្នុងនោះដែរសម្រាប់ការដែលយើងកាត់មេឃធំយើងអាចលាបប្រភេទថ្នាំការពារឬក៏ពពួកប្រេងសិនអីហ្នឹងខ្លាញ់គោអីហ្នឹងយើងអាចលាបវាទៅដើម្បីការពារមេរោគនិងសត្វល្អិតចូលបំផ្លាញបាទបន្ទាប់ពីយើងតែងមេឃហើយយើងត្រូវធ្វើការសម្អាតការប្រមូលមេឃដែលយើងកាត់ចេញហ្នឹងយកវាទៅដុតបំផ្លាញចោលឬក៏ទុកនៅកន្លែងផ្សេងមិនត្រូវទុកវាកនៅជើងគល់ដើមហ្នឹងទេបាទតើតើនឹងការតែងមេឃស្វាយចន្ទីនេះវាគឺជាផ្នែកមួយសំខាន់ក្នុងការថែទាំស្វាយចន្ទីហើយក៏មានផ្នែកសំខាន់មួយចំនួនទៀតដូចជាការដាក់ជីការបាញ់ថ្នាំនិងក៏ជាផ្នែកសំខាន់ទៀតដែរដែលខ្ញុំនឹងធ្វើវីដេអូបង្ហាញនៅវីដេអូក្រោយៗទៀតជាមួយគ្នានោះដែរបើសិនជាពុកម៉ែបងប្អូនមានចម្ងល់ឬក៏ចង់ឲ្យខ្ញុំធ្វើវីដេអូបន្តទៀតតើតើនឹងអ្វីបងប្អូនអាច comment នៅខាងក្រោមខ្ញុំនឹងធ្វើវីដេអូបង្ហាញបាទសូមអរគុណសូមជម្រាបលា